Mui Mochne Margate Mensen, Margate Mensens. Sông Swakum Mokan Margate Mensen, Margate Mensens. ដែលជាត្បូងពេជ្រដ៏មានតម្លៃនៃកោះ Thanet ក្នុងតំបន់ Kent ដោយលាតសន្ធឹងលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងគ្មានការរំខានជាង200ម៉ែត្រឈូងសមុទ្រដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរជាច្រើនជំនាន់មកហើយដោយសារឆ្នេរនេះបែរមុខទៅទិសខាងលិចវាអាចស្រូបយកកម្ដៅថ្ងៃនាសៀលបានយ៉ាងពេញលេញដែលធ្វើឲ្យទីនេះក្លាយជាឋានសួគ៌ដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តដើរលេងឆ្នេរខុសប្លែកពីឆ្នេរធ្នស់ឬឆ្នេរគ្រួសដទៃទៀតនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស Margate មានខ្សាច់ពណ៌មាសដ៏ម៉ត់និងទន់ល្វើយលាតសន្ធឹងដាច់កន្ទុយភ្នែកនៅក្បែរឆ្នេរនោះផ្ទាល់មានកំពង់ផែប្រវត្តិសាស្ត្រ Margate Harbour Arm ដែលមានបើកលក់បារហាងកាហ្វេនិងមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនៅពេលទឹកចូលទឹកសមុទ្រនឹងបោកបក់មកដល់កំពង់ផែដ៏រស់រវើកនេះប៉ុន្តែនៅពេលទឹកងាយវានឹងបង្ហាញឲ្យឃើញនៅទីលានលេងកម្សាន្តនៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយដើរលំហែកាយតាមបណ្ដោយផែធ្មស់ដើម្បីស្វែងរកហាងកាហ្វេឯករាជ្យដ៏ពេញនិយមតូបលក់គ្រឿងសមុទ្រស្រស់និងបារស្រាបៀរយួរដៃ Craft Beerវាជាទីកន្លែងដ៏ល្អឥតខ្ចោះក្នុងការទទួលទានអាហារសម្រន់ស្វែងពន្លិចអារម្មណ៍ក្នុងវិចិត្រសាលសិល្បៈក្នុងស្រុកនិងទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ល្បីល្បាញរបស់ Margate 2. វប្បធម៌ជួបនឹងឆ្នេរសមុទ្រវិចិត្រសាលសិល្បៈ Turner Contemporary Margate Mensen មិនមែនមានល្បីតែរឿងគេងហើរថ្ងៃនោះទេប៉ុន្តែទីនេះក៏ជាគោលដៅវប្បធម៌លំដាប់ពិភពលោកផងដែរស្ថិតនៅចំចំណុចប្រសព្វរវាងឆ្នេរខ្សាច់និងកំពង់ផែប្រវត្តិសាស្ត្រ Harbour Arm គឺមានវិចិត្រសាលសិល្បៈដ៏ល្បីល្បាញ Turner Contemporary វិចិត្រសាលនេះបានបើកដំណើរការក្នុងឆ្នាំ2011ដែលជាអគារដ៏លេចធ្លោនិងពោពេញដោយពន្លឺរចនាឡើងដោយស្ថាបត្យករ David Chipperfield វាត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់នៃផ្ទះសំណាក់ប្រវត្តិសាស្ត្រដែលជាកន្លែងដែលកំពូលគំនូរMo Turner ធ្លាប់ស្នាក់នៅលោក Turner ទទួលបានការបំផុសគំនិតយ៉ាអាងជ្រាលជ្រៅពីពន្លឺឆ្នេរសមុទ្រដ៏ប្លែកៗរបស់ Margate ដោយលោកធ្លាប់បានប្រកាសយ៉ាងល្បីល្បាញថាមេឃនៅទីនេះគឺស្រស់ស្អាតបំផុតនៅក្នុងតំបន់អឺរ៉ុបទាំងមូលសប្តាហ៍ថ្ងៃនេះវិចិត្រសាលនេះមានរៀបចំការតាំងពីពណ៌សិល្បៈអន្តរជាតិទំនើបដែលជួយផ្សារភ្ជាប់គម្លាតរវាងសម្រស់ធម្មជាតិជាប្រវត្តិសាស្ត្រនិងការបញ្ចេញមតិច្នៃប្រឌិតបែបសម័យទំនើប 3. មន្តអាគមនៃទឹកជំនន់ Thanetទិដ្ឋភាពដ៏គួរឲ្យទាក់ទាញបំផុតមួយនៃ Margate Mensen គឺចលនាទឹកជំនន់ដ៏អស្ចារ្យរបស់វាទឹកជំនន់នៅទីនេះមានកម្លាំងខ្លាំងនិងផ្លាស់ប្ដូរទិដ្ឋភាពឆ្នេរសមុទ្រទាំងស្រុងពីរដងក្នុងមួយថ្ងៃនៅពេលទឹកចូលទឹកសមុទ្រនឹងហូរចូលយ៉ាងលឿនមកដល់ផ្លូវដើរខុនគ្រីតបង្កើតបានជាទិដ្ឋភាពដ៏រ៉ូមែនទិកនិងពោពេញដោយបរិយាកាសដែលរលកសមុទ្របោកបក់តិចទង្គិចនិងជញ្ជាំងការពាររលកប៉ុន្តែI think the idea of the building sort of looks out, the shape looks towards the sea. នៅពេលដែលទឹកងាកទៅវិញវានឹងបង្ហាញនៅទីលានលេងកម្សាន្តខ្សាច់ដ៏ធំនិងរាបស្មើសម្រាប់ការហែលទឹកដោយសុវត្ថិភាពសូមស្វែងរកទង់ពណ៌ក្រហមនិងពណ៌លឿងជានិច្ចក្រុមឆ្មាំសង្គ្រោះឆ្នេររិនឡយតែងតែតាមដាននិងការពារតំបន់នេះយ៉ាងសកម្មចាប់ពីម៉ោង 10:00 ព្រឹកដល់ម៉ោង 5:00 ល្ងាចជារៀងរាល់ថ្ងៃដើម្បីរក្សាសុវត្ថិភាពមាត់ឆ្នេរដ៏អ៊ូអរត្រឹមតែ2-3ជំហានប៉ុណ្ណោះពីឆ្នេរខ្សាច់ដ៏ទន់ល្មើយគឺមានផ្លូវដើរមាត់ឆ្នេរដ៏មានជីវិតជីវ៉ាដែលជាតំបន់ដ៏មានញឹកពោពេញទៅដោយការនឹកគិតពីអតីតកាលនិងការកម្សាន្តផ្លូវដើរនេះគឺជាបេះដូងនៃអត្តសញ្ញាណរមណីយដ្ឋានបែបបុរាណរបស់ Margate នៅទីនេះសំឡេងដ៏រីករាយនៃហ្គេមកម្សាន្តបែបបុរាណ Arcade បានបន្លឺឡើងតាមខ្យល់លីលំនិងសំឡេងសើចសប្បាយរបស់ក្រុមគ្រួសារដែលកំពុងលេងកូនគោខ្នាតតូច Mini Golf ល្បែងកម្សាន្តបែបប្រពៃណីសម្រាប់កុមារចាប់ពីទង់វើពណ៌ស្រស់ឆើតឆាយរហូតដល់ទូកយោបែបបុរាណគឺមានបើកដំណើរការពេញមួយរដូវកាលវិស្មកាលការទៅកម្សាន្តនៅ Margate Mensen គឺជាការជប់លៀងដ៏ពិតប្រាកដសម្រាប់វិញ្ញាណទាំង5របស់អ្នកជាពិសេសគឺពន្លករសជាតិរបស់អ្នកតែម្ដងខ្យល់អាកាសមាត់ឆ្នេរគឺពោពេញទៅដោយក្លិនឈ្ងុយឈ្ងប់ដែលមិនអាចទប់ទល់បាននៃនំដូណាត់ក្តៅផ្អែមល្ហែមនិងស្ករគ្រាប់បុរាណប្រចាំតំបន់ឆ្នេរតូបនិងហាងការ៉េមជាច្រើនបានតម្រៀបជួរគ្នានៅខាងមុខដោយមានលក់ចាប់ពីការ៉េមបែបប្រពៃណីទន់ soft serve រហូតដល់ការ៉េមអ៊ីតាលី gelato រសជាតិប្លែកប្រសិនបើអ្នកដើរបន្តត្រឹមតែ1នាទីទៀតឆ្ពោះទៅកាន់ទីក្រុងចាស់ Old Town អ្នកនឹងជួបជាមួយតូបលក់គ្រឿងសមុទ្រទាន់សម័យដែលមានបម្រើជូននៅលាសសមុទ្រក្នុងស្រុក Cockles ធ្យូងសមុទ្រ Whelks និងក្រុមចំពោះទា Native Oysters ទោះជាយ៉ាងណាក៏ដោយសូមផ្ដល់ដំបូន្មានបន្តិចបន្តួចសម្រាប់អ្នកដែលកំពុងញ៉ាំអាហារនៅលើឆ្នេរខ្សាច់សូមប្រយ័ត្នសត្វរំពេ Seagulls នៅក្នុងស្រុកបក្សីទាំងនេះហ៊ានណាស់
ហើយពួកវានឹងហើរចុះមកឆក់យកដំឡូងបារាំងបំពង់ពីដៃរបស់អ្នកភ្លាមប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ប្រុងប្រយ័ត្ន 5. អាងហែទឹកជំនោរ The Tidal Bathing Pool អាងហែទឹកជំនោរនេះស្ថិតនៅគែមខាងលិចនៃឆ្នេរប៉ុន្តែគួរឲ្យស្ដាយនៅពេលនេះវាត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដោយដែលខ្ញុំនឹងពន្យល់នៅក្នុងវីដេអូនេះថាហេតុអ្វីបានជាយ៉ាងនោះសំណង់ជញ្ជាំងថ្មដ៏ធំធេងនេះដើរតួជាកន្លែងហែទឹកដ៏មានសុវត្ថិភាពនិងអចិន្ត្រៃយ៍សម្រាប់អ្នកហែទឹកសមុទ្រនៅពេលទឹកនាចជញ្ជាំងថ្មទាំងនេះនឹងរក្សាទុកទឹកសមុទ្រដ៏ជ្រៅនិងស្ងប់ស្ងាត់បង្កើតបានជាបរិស្ថានប្រកបដោយសុវត្ថិភាពនិងគ្មានចរន្តទឹកកាចសាហាវសម្រាប់ការហែទឹកខ្យល់អាកាសបរិសុទ្ធនៅថ្ងៃរដូវក្តៅដ៏កក់ក្តៅអ្នកនឹងឃើញមនុស្សគ្រប់គ្នាពីកីឡាករទ្រីយ៉ាថ្លុង Triathletes ដែលកំពុងហ្វឹកហាត់ការស៊ូទ្រាំរហូតដល់ក្រុមគ្រួសារក្នុងស្រុកដែលមកហែទឹកកម្សាន្តយ៉ាងស្រស់ស្រាយអាងហែទឹកជំនោរនេះគឺជាទ្រព្យសម្បត្តិសហគមន៍ដ៏ជាទីស្រឡាញ់ដោយផ្ដល់នូវបទពិសោធន៍វប្បធម៌ហែទឹកបែបប្រពៃណីរបស់ចក្រភពអង់គ្លេសដែលស្ទើរតែមិនមានការប្រែប្រួលទាល់តែសោះអស់រយៈពេលជាង1សតវត្សរ៍មកហើយ 5. ទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យនៅ Margate នៅពេលរសៀលឈានចូលមកដល់ពេលល្ងាចត្បូងពេជ្រដ៏ពិតប្រាកដនៃ Margate Main Scene នឹងបង្ហាញខ្លួននោះគឺទិដ្ឋភាពថ្ងៃលិចដោយសារតែឆ្នេរនេះបែរមុខទៅទិសខាងលិចចំវាផ្ដល់នូវទិដ្ឋភាពដ៏ច្បាស់ឥតខ្ចោះនៃព្រះអាទិត្យដែលកំពុងលិចចុះក្រោមខ្សែបន្ទាត់ជើងមេឃផ្ទៃមេឃប្រែប្រួលទៅជាផ្ទាំងក្រណាត់គំនូរដ៏រស់រវើកនិងគួរឲ្យគយគន់ដែលមានពណ៌ទឹកក្រូចខ្មៅពណ៌ផ្កាឈូកស្រស់ឆើតឆាយនិងពណ៌ស្វាយស្រទន់អ្នកស្រុកនិងភ្ញៀវទេសចរតែងតែមកជួបជុំគ្នានៅតាមកាំជណ្ដើរផ្លូវដើរនិងកំពង់ផែ Harbour អមក្បែរនោះដើម្បីគ្រាន់តែអង្គុយជាមួយគ្នានិងទស្សនាទិដ្ឋភាពដ៏អស្ចារ្យប្រចាំថ្ងៃនេះ Margate Main Scene ពិតជាផ្ដល់នូវបទពិសោធន៍តំបន់ឆ្នេរដែលមិនអាចបំភ្លេចបាន